tôi sẽ talkគ្នាមកមើលពីវិធីក្នុងការរកដែនកំណត់អានគុំបាក់ដប់2025បងប្អូនគ្នាសូមបញ្ជាក់ថាអានគុំនេះគឺបានចេញនៅបាក់ដប់2025អញ្ចឹងយើងមករកដែនកំណត់វាបងប្អូនគ្នាដោយសារតែមានអ្នកនិយាយថាវាពិបាកអញ្ចឹងពិបាកចោះសូឥឡូវយើងមករកពីវិធីមួយដែលថាងាយស្រួលមើលឆាប់យល់ហើយរៀនឆាប់ចាប់បានពីការរកដែនកំណត់នៅអានគុំលិនហ្នឹងហ្មងអូខេអញ្ចឹងគេថាអានគុំ fx ហ្នឹងគឺស្មើនឹងលិននៃដក x ដក3លើ x ដក3អញ្ចឹងយើងយករកដែនកំណត់នៃអានគុំនឹងអានគុំ fx ហ្នឹងលើយើងសេសិនមកថាf នៃ x មានន័យលូត្រាតែលូត្រាតែអីគឺលូត្រាតែកន្សំនៅខាងក្នុងលិននេះកន្សំនៅខាងក្នុងលិនហ្នឹងអីគេគឺកន្សំនេះកន្សំខាងក្នុងលិនហ្នឹងគឺវាធំជាង0ឥឡូវយើងឲ្យកន្សំខាងក្នុងលិនហ្នឹងធំជាង0ផ្សេងមកយើងបានដក x ដក3លើឲ្យ x ដក3ធំជាង0អញ្ចឹងយើងឲ្យវាធំជាង0ប៉ុណ្ណឹងហើយវាអត់ទាន់អស់ទេអញ្ចឹងត្រូវតែផ្ដាច់វាមួយនេះផ្ដាច់វាមួយមិនគឺផ្ដាច់វាអញ្ចេះដាក់ឲ្យវាស្មើ0អញ្ចឹងយើងទៅសេមកបានដក x ដក3ស្មើ0សេប៉ុណ្ណឹងហើយយើងហៅមកអញ្ចឹង x ស្មើនឹងដក3អញ្ចឹង x ស្មើដក3មួយណាចុច1មកឥឡូវមួយទៀតខាងក្រោមនេះមួយទៀតខាងក្រោមនេះមួយទៀតឥឡូវយើងហៅលើហ្នឹងឥឡូវយើងធ្វើខាងក្រោមម្ដងខាងក្រោមហ្នឹងយើងបាន x ដក3ស្មើ0អញ្ចឹងយើងទីបាន x ស្មើនឹង3អញ្ចឹងយើងបានរើសអា2ហ្នឹងហើយយើងបានរើសអា2ហ្នឹងនេះរើសអា2ហ្នឹងហើយអញ្ចឹងយើងត្រូវរកវាដើម្បីគុំវាចូលគ្នាហើយបង្កើតបានជាយើងបង្កើតបានជាចំណុចផ្គក់មួយហើយយើងរកវាឃើញថាដែនកំណត់វាត្រូវកំណត់ពីណាដល់ណាអូខេឥឡូវកុំឲ្យពិបាកយល់យើងគូសតែម្ដងចឹងយើងគូសមកអានឹងយើងបែងចែកជា4ដំណាក់កាលចឹងអានេះ x ខាងលើនេះដាក់ x ខាងក្រោមនេះដូចដែលយើងបានដឹងចឹងថាយើងបានផ្ដាច់អីខ្លះផ្ដាច់អានេះមួយហើយនឹងអានេះមួយចឹងពេលដែលយើងផ្ដាច់អានឹងមួយយើងដាក់វាផ្ដាច់មួយដែរមកចឹងដក x ដក3អានេះ x ដក3តទៅទៀតអា2ហ្នឹងគុំចូលគ្នាវាបានអានេះមួយនេះវាបានអានេះមួយនេះអញ្ចឹងយើងសេនឹងចូលមកដក x ដក3លើឲ្យ x ដក3ហើយកុំភ្លេចថាវាគឺធំជាង0នេះវាធំជាង0ចឹងដាក់មកវាធំជាង0អញ្ចឹងហើយឬវាមានខ្លះឬវាដកអាណនទៅបូកអាណនសិនមកអញ្ចឹងដកអាណនទៅបូកអាណនឬមានដក3ហើយនឹង3ត្រូវចំណាំថាដាក់ដក3មុនណាវិជ្ជមាននៅមុនអូខេឥឡូវអានេះដក x ដក3យើងទាញបាន x របស់វាឬរបស់វាគឺ x ស្មើនឹងដក3អញ្ចឹងឬវានេះ x ស្មើនឹងដក3អូខេអញ្ចឹងយើងត្រូវចំណាំមួយទៀតគឺត្រូវតែចាំហ្មងគឺថាស្ដាំឬគឺស្ដាំឬដូច a ឆ្វេងឬគឺផ្ទុយ a សាថ្មីគឺស្ដាំឬដូច a ឆ្វេងឬគឺផ្ទុយ a អញ្ចឹងអានេះសញ្ញាវាដក a សញ្ញាវាដកអញ្ចឹងអាហ្នឹងគឺខាងស្ដាំឬហ្នឹងវាត្រូវដូច a អញ្ចឹងដូច a វាត្រូវគេដកអញ្ចឹងខាងឆ្វេងឬផ្ទុយ a អញ្ចឹងវាត្រូវបូកវិញអូខេអញ្ចឹងយើងបានដល់មួយហើយខាងក្រោម x ដក3 x ដក3យើងរកឬវាបានគេរកឬវាគឺបាន x ស្មើនឹង3អញ្ចឹងឬរបស់វាគឺ x ស្មើនឹង3អូខេដដែលស្ដាំឬដូច a ឆ្វេងឬផ្ទុយ aចឹងអានេះអត់មានសញ្ញាអីទាំងអស់បញ្ជាក់ថាហ្នឹងគឺវាបូកអីវាបូកបញ្ជាក់ថាវាគឺបូកអីចុះមានសញ្ញាទាំងអស់ចឹងអានេះគឺបូកអានេះឆ្វេងឬគឺដកហើយគុំទាំងអស់ហ្នឹងចូលគ្នាមកគុំទាំងអស់ហ្នឹងចូលគ្នាយ៉ាងម៉េចអានេះគុណនឹងអានេះចឹងអាហ្នឹងយើងបានមកដកបូកគុណនឹងដកបានដកគុណដកបានបូកដកគុណនឹងបូកបានដកចឹងយើងបានអាហ្នឹងមួយហើយយើងត្រូវមើលមួយទៀតតើសញ្ញានេះសញ្ញារបស់ហ្នឹងគេប្រាប់ថាម៉េចអាហ្នឹងវាធំជាង0នេះកន្សំហ្នឹងគឺវាធំជាង0ចឹងវាធំជាង0យើងអាចទាញបានថាធំជាង0យើងត្រូវយកសញ្ញាបូកអីសញ្ញាបូកគឺធំជាង0ដែរអញ្ចឹងយើងយកមកឆូតយកសញ្ញាបូកចឹងយើងបានសញ្ញាបូកនេះហើយចឹងបានន័យថាដែនកំណត់របស់យើងគឺកំណត់ពីដក3ទៅ3ហ្នឹងហើយសញ្ញាដកអស់នេះគឺយើងអត់យកទេណាសញ្ញាដកអស់ហ្នឹងគឺយើងអត់យកទេយើងយកតែបូកទេដោយសារអីគេប្រាប់ថាវាធំជាង0ឥឡូវនិយាយមកថា df យើងបានអីគេអញ្ចឹងយើងបាន df របស់យើងស្មើនឹងអីគេនេះកំណត់បញ្ញាតាណានេះដក3ហើយនឹង3អញ្ចឹងយើងបានប៉ុណ្្នឹងហើយគឺចប់ហើយអញ្ចឹងនេះគឺជារបៀបរកដែនកំណត់អានុគមបាក់ឌុប2025ដែលងាយស្រួលយល់ទេអញ្ចឹងបើសិនជាមានចម្ងល់អីអាចសួរខ្ញុំបាន